នេះគឺកិច្ចព្រមព្រៀងនៅក្នុងប្រទេសលីបង់ឥឡូវហាក់ដូចជាបែកបាក់ទៅហើយដោយសារតែមកមានការប្រយុទ្ធគ្នាឡើងវិញហើយក្នុងពេលដែលលោកប្រធានាធិបតី Donald Trump ខិតខំព្យាយាមធ្វើឲ្យបានសម្រេចនៅកិច្ចព្រមព្រៀងជាមួយនឹងប្រទេសអ៊ីរ៉ង់ក្នុងពេលនោះដែរគឺបែរជាខាងអ៊ីស្រាអែលបើកការវាយប្រហារទៅលើប្រទេសលីបង់បន្ថែមទៀតទៅលើគោលដៅក្រុម Hezbollah ហើយព័ត៌មានទី2នេះគឺអ៊ីរ៉ង់បានប្រមានថាខ្លួនអាចនឹងសងសឹកសហរដ្ឋអាមេរិកវិញក្រោយពីទាហានជើងទឹករបស់សហរដ្ឋអាមេរិកបានបាញ់ទៅលើគោលដៅបាញ់មីស៊ីលហើយនឹង drone របស់ហើយនឹងទូករបស់ប្រទេសអ៊ីរ៉ង់ដែលបានព្យាយាមដាក់មីននៅច្រក Hormuz បាទគឺមកដល់ពេលនេះកិច្ចព្រមព្រៀងសន្តិភាពអចិន្ត្រៃយ៍នៅមិនទាន់សម្រេចបាននៅឡើយទេដូច្នេះជាការមួយគម្រាមកំហែងទៅដល់ការខិតខំប្រឹងប្រែងផ្នែកការទូតដើម្បីសម្រេចឲ្យបានកិច្ចព្រមព្រៀងសន្តិភាពយូរអង្វែងរវាងសហរដ្ឋអាមេរិកជាមួយនឹងប្រទេសអ៊ីរ៉ង់ព័ត៌មានទី3នេះគឺរដ្ឋមន្ត្រីក្រសួងការបរទេសរបស់កម្ពុជាលោកប្រាក់សុខុនបានថ្លែងរួចហើយនៅថ្ងៃអង្គារទី26ខែឧសភានេះនៅឯវេទិកាអង្គការសហប្រជាជាតិនៅកិច្ចប្រជុំរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិដែលជាកិច្ចប្រជុំបើកចំហនិយាយអំពីយន្តការសន្តិភាពលោករដ្ឋមន្ត្រីបានសង្កត់ធ្ងន់អំពីការប្រើប្រាស់យន្តការការទូតនៅក្នុងការដោះស្រាយទំនាស់បាទហើយក៏បានថ្លែងអំណរគុណប្រទេសមួយចំនួនដែលបានខិតខំប្រឹងប្រែងជួយឲ្យមានបទជបាញ់គ្នារវាងកម្ពុជាជាមួយនឹងប្រទេសថៃហើយព័ត៌មានទី4នេះគឺសម្រាប់នៅសហរដ្ឋអាមេរិកទេណាប្រិមិត្តប៉ុន្តែខ្ញុំយកមកចែកដើម្បីឲ្យប្រិមិត្តបានដឹងថានៅសហរដ្ឋអាមេរិកយ៉ាងម៉េចឥឡូវនេះរដ្ឋបាលលោកប្រធានាធិបតី Donald Trump បានស្នើឲ្យបុគ្គលិករដ្ឋាភិបាលទាំងអស់ចុះហត្ថលេខាទៅលើកិច្ចសន្យាព្រមព្រៀងថាមិនធ្វើឲ្យបែកធ្លាយព័ត៌មានសម្ងាត់របស់រដ្ឋាភិបាលនោះទេបាទនេះជាការមួយដែលបានលើកឡើងក៏ប៉ុន្តែក៏បានដាក់ថាក្នុងលក្ខណៈលក្ខខណ្ឌស្ម័គ្រចិត្តតែណាដែលធ្វើរាជការគឺត្រូវតែចុះហត្ថលេខាបាទហើយបានអនុញ្ញាតឲ្យទីភ្នាក់ងារឬក៏ហៅថាក្រសួងរបស់រដ្ឋាភិបាលនានាធ្វើការសម្រេចចិត្តដោយខ្លួនឯងថាតើត្រូវឲ្យបុគ្គលិកចុះហត្ថលេខាទៅលើកិច្ចព្រមព្រៀងថាមិនធ្វើឲ្យបែកការសម្ងាត់របស់រដ្ឋាភិបាលដែរឬយ៉ាងណាហើយព័ត៌មានទី5ចុងក្រោយនេះគឺជាការផ្ទុះនៅរោងចក្រគីមីនៅក្នុងរដ្ឋ Washington State បាទដែលបានដដាលឲ្យមនុស្សស្លាប់ជាច្រើនក៏ប៉ុន្តែមិនដឹងថាចំនួនប៉ុន្មានហើយក៏មានអ្នករបួសច្រើនផងដែរបាទប្រហែលថ្ងៃមុនមានការព្រួយបារម្ភថាអាចនឹងបែកធ្លាយផ្ទុះនៅឯរដ្ឋ California រោងចក្រគីមីដែរក៏ប៉ុន្តែមកដល់យប់មិញគឺស្ថានភាពគ្រោះថ្នាក់លែងអីហើយដោយសារតែវាផ្ទុះនៅខាងលើបន្តិចបែកធ្លាយចេញហើយដូច្នេះការផ្ទុះធំអត់អីទេឬខ្លួនបែកជានៅខាង Seattle បាទនៅខាង Washington State នៅវិញបែរជាមានសម្លេងផ្ទុះបណ្ដាលឲ្យមនុស្សស្លាប់នៅរោងចក្រគីមីដែរបាទនេះជាព័ត៌មានសំខាន់ដែលខ្ញុំចងក្រងសម្រាប់ប្រិយមិត្តទាំងអស់គ្នាព័ត៌មានពិស្ដាទី1នេះគឺជាសេចក្តីរាយការណ៍របស់សារព័ត៌មានកាសែត Washington Post ណាខ្ញុំសូមដកស្រង់ពីកាសែត Washington Post មកជម្រាបជូនប្រិយមិត្តទាំងអស់គ្នាបើយោងតាមការរាយការណ៍របស់កាសែត Washington Post បានឲ្យដឹងថាការប្រយុទ្ធគ្នារវាងទាហានរបស់អ៊ីស្រាអែលហើយនិងក្រុម Hezbollah គឺបានកើនឡើងយ៉ាងខ្លាំងបន្ថែមទៀតហើយនៅថ្ងៃអង្គារនេះបាទក្នុងគណៈពេលដែលទីក្រុងតេហឺរ៉ង់បានគម្រាមថានឹងសងសឹកសហរដ្ឋអាមេរិកវិញបាទហើយកិច្ចព្រមព្រៀងសន្តិភាពដែលមានលក្ខណៈផុយស្រួយរវាងប្រទេសអ៊ីស្រាអែលជាមួយនឹងប្រទេសលីបង់នោះឥឡូវនេះគឺកាន់តែឈានទៅរកការដួលរលំរលាយមែនទែនហើយគឺអ៊ីស្រាអែលវិញបានបើកការវាយប្រហារចូលកាន់តែជ្រៅចូលទៅក្នុងទឹកដីរបស់ប្រទេសលីបង់បាទនេះបើតាមការបញ្ជាក់របស់នាយករដ្ឋមន្ត្រីនៃប្រទេសអ៊ីស្រាអែលគឺលោក Benjamin Netanyahu បានបញ្ជាក់ប្រាប់ថាកងកម្លាំងជើងគោករបស់អ៊ីស្រាអែលបានរុញហួសពីតំបន់ដែលកំណត់ព្រំដែនដែលបានគូសក្រោយពីមានកិច្ចព្រមព្រៀង
បាទបត់ជួបបាញ់គ្នាកាលពីខែមុនបាទរវាងអ៊ីស្រាអែលជាមួយនឹងលីបង់ណាដូច្នេះការបើកផ្ទុះនៅការប្រយុទ្ធគ្នាតឹងតែងវិញនៅថ្ងៃអង្គារនេះបានបង្ខំឲ្យមនុស្សជាច្រើនរត់គេចចេញពីលំនៅឋានលោកនេតាញ៉ាហ៊ូបានបន្ថែមទៀតថាកងកម្លាំងយោធារបស់អ៊ីស្រាអែលឥឡូវនេះកំពុងធ្វើប្រតិបត្តិការដោយទ្រង់ទ្រីធំតែម្ដងនៅលើដីបាទហើយនឹងចាប់យកព្រៃដែលមានលក្ខណៈយុទ្ធសាស្ត្រសំខាន់ដើម្បីបើកការវាយប្រហារបន្តទៀតទៅលើក្រុមហេសបូឡាកងយោធារបស់អ៊ីស្រាអែលក៏កំពុងតែធ្វើប្រតិបត្តិការតាមលក្ខណៈមួយដែលសម្ដៅទៅលើគោលដៅដែលពួកគេបានកំណត់ទុកជាមុនបាទដើម្បីកំទេចអ្វីដែលអ៊ីស្រាអែលប្រើពាក្យថា direct threats គឺការគំរាមកំហែងដោយផ្ទាល់នេះបើយោងទៅតាមសេចក្តីណែនាំដែលចេញមកពីមន្ត្រីយោធាឬក៏ហៅថាបទបញ្ជាចេញពីមន្ត្រីយោធាដែលបានចេញមកហើយបានប្រាប់ឲ្យអ្នកសារព័ត៌មានបានដឹងបើទោះបីជាមានបទឈប់បាញ់គ្នាក៏ដោយគឺអ៊ីស្រាអែលនិងហ៊ីសបូឡាគឺនៅតែបន្តការប្រយុទ្ធគ្នាដោយមិនឈប់ឈរទេក្នុងអំឡុងពេលនោះគឺមានមនុស្សចំនួន700នាក់ត្រូវបានសម្លាប់នៅក្នុងប្រទេសលីបង់បាទចាប់តាំងពីបទជប់បាញ់ចូលជាធរមាននៅពាក់កណ្ដាលខែមេសាបាទគាត់ចូលបទជប់បាញ់ចូលហើយហ្នឹងតាំងពីពាក់កណ្ដាលខែមេសារហូតដល់ឥឡូវខែ5នេះជាងមួយខែស្លាប់700នាក់បាទជាង700នាក់បាទនឹងបទជប់បាញ់ចូលជាធរមានផងបាទហើយមន្ត្រីអ៊ីស្រាអែលវិញបានដឹងថាទាហានរបស់អ៊ីស្រាអែលយ៉ាងហោចណាស់បានស្លាប់បាត់បង់ជីវិតផងដែរនៅតំបន់ភាគខាងត្បូងនៃប្រទេសលីបង់ការចរចាកាលពីលើកមុនដោយកម្ររវាងអ៊ីស្រាអែលនិងប្រទេសលីបង់ដែលសម្របសម្រួលដោយសហរដ្ឋអាមេរិកបានឈានទៅដល់កិច្ចព្រមព្រៀងជប់បាញ់គ្នាណាក៏ប៉ុន្តែខាងក្រុមហេសបូឡាគាត់ថាគាត់មិនទទួលស្គាល់នៅកិច្ចព្រមព្រៀងដែលសម្រេចដោយរដ្ឋាភិបាលរបស់ប្រទេសលីបង់នោះទេបាទអញ្ចឹងហើយដូច្នេះការប្រយុទ្ធគ្នាកាន់តែបន្តថែមទៀតព័ត៌មានទី2នេះគឺជាសេចក្តីរាយការណ៍របស់សារព័ត៌មាន Washington Post ដែរដែលខ្ញុំដកសង្កមកជម្រាបជូនប្រិយមិត្តទាំងអស់គ្នាខ្ញុំបានជម្រាបជូនកាលពីយប់មិញបាទយប់មិញគឺម៉ោងនៅខាងសហរដ្ឋអាមេរិកយប់មិញបាទដែលត្រូវជាពេលព្រឹកម្សិលមិញណាព្រឹកម្សិលមិញគឺបាទមិនទេយប់មិញម៉ោងនៅក្នុងប្រទេសកម្ពុជាដែលត្រូវជាយប់មិញម៉ោងនៅក្នុងសហរដ្ឋអាមេរិកត្រូវជាពេលព្រឹកណាម៉ោងនៅប្រទេសកម្ពុជាបាទពេលព្រឹកប្រទេសកម្ពុជានោះគឺបានបញ្ជាក់ឲ្យដឹងថាខាងសហរដ្ឋអាមេរិកបានបើកការវាយប្រហារទៅលើគោលដៅរបស់អ៊ីរ៉ង់ឥឡូវនៅថ្ងៃនេះគឺអ៊ីរ៉ង់បានប្រកាសថាខ្លួនអាចនឹងសងសឹកមកវិញមកលើសហរដ្ឋអាមេរិកបាទបើយោងតាមសេចក្តីរាយការណ៍របស់សារព័ត៌មាន Washington Post ឲ្យដឹងថាសហរដ្ឋអាមេរិកបានបើកការវាយប្រហារថ្មីមួយដែលខ្លួនហៅថាជាការវាយប្រហារដើម្បីការពារខ្លួនទៅលើគោលដៅរបស់ប្រទេសអ៊ីរ៉ង់កាលពីយប់ថ្ងៃច័ន្ទបាទដែលទំនងជាអាចនឹងធ្វើឲ្យប៉ះពាល់ទៅដល់កិច្ចខិតខំប្រឹងប្រែងនៅក្នុងការចរចាការទូតដើម្បីបញ្ចប់សង្គ្រាមដែលបានបើកចាប់ផ្ដើមតាំងពីខែកុម្ភៈឆ្នាំនេះមកបាទបើតាមការប្រកាសរបស់ខាងសហរដ្ឋអាមេរិកគឺបានចាត់ទុកថានោះគឺជាការវាយប្រហារដើម្បីការពារខ្លួនទេដោយសារតែខាងអ៊ីរ៉ង់នោះគឺបានព្យាយាមដាក់មីននៅច្រកហូមូសហើយសហរដ្ឋអាមេរិកបាទខិតខំកំទេចនៅគោលដៅដែលមានសក្តានុពលអាចនឹងគម្រាមកំហែងទៅដល់សន្តិសុខរបស់កងទ័ពសហរដ្ឋអាមេរិកនៅតំបន់នោះដូច្នេះនៅថ្ងៃនេះគឺខាងអ៊ីរ៉ង់បានឆ្លើយតបមកវិញតាមរយៈសេចក្តីថ្លែងការណ៍មួយនៅថ្ងៃអង្គារនេះគឺក្រសួងការបរទេសរបស់អ៊ីរ៉ង់បានថ្កោលទោសការវាយប្រហាររបស់សហរដ្ឋអាមេរិកដែលប្រទេសអ៊ីរ៉ង់បានចាត់ទុកថាគឺជាការរំលោភយ៉ាងជាក់ស្ដែងនៃបទជប់បាញ់គ្នាហើយគឺអាចនឹងបាទជាសកម្មភាពមួយដែលអ៊ីរ៉ង់ថាត្រូវតែឆ្លើយតបផងដែរគឺមិនអាចឲ្យរួចខ្លួនបាននោះទេ
យោធារបស់សហរដ្ឋអាមេរិកបានទទួលស្គាល់ថាមានការវាយប្រហារមែនកាលពីយប់ថ្ងៃច័ន្ទគឺរយៈពេលប៉ុន្មានម៉ោងក្រោយពីលោកប្រធានាធិបតីដូណាល់ត្រាំបានមានប្រសាសន៍បានសរសេរតាមបណ្ដាញសង្គមថាកងកម្លាំងសំទោសថាអ៊ីរ៉ង់សំទោសម្ដងទៀតបាននិយាយនៅតាមបណ្ដាញសង្គមថាសារធាតុអ៊ុយរ៉ាញ៉ូមរបស់អ៊ីរ៉ង់ដែលចម្រាញ់ហើយគឺអាចនឹងបាទត្រូវប្រគល់ភ្លាមមកឲ្យសហរដ្ឋអាមេរិកបាទដែលអាចនឹងយកមកសហរដ្ឋអាមេរិកដោយផ្ទាល់ឬក៏ត្រូវបំផ្លាញចោលបាទនេះគឺជាការមួយដែលលើកឡើងឬក៏សហរដ្ឋអាមេរិកសម្រាប់បំផ្លាញចោលនៅក្នុងប្រទេសអ៊ីរ៉ង់ហើយក៏ប៉ុន្តែអ៊ីរ៉ង់គឺនៅតែមិនទាន់បានយល់ព្រមជាផ្លូវការចំពោះលក្ខខណ្ឌទាំងអស់នោះនៅឡើយទេហើយនៅពេលដែលអ្នកសារព័ត៌មានបានសួរលោករដ្ឋមន្ត្រីក្រសួងការបរទេសរបស់សហរដ្ឋអាមេរិកលោក Marco Rubio លោកបានបញ្ជាក់ថាទុករយៈពេលប្រហែលថ្ងៃទៀតសិនហើយលោកសង្ឃឹមថានឹងមានដំណោះស្រាយការទូតកើតឡើងពិតប្រាកដនៅក្នុងសង្គ្រាមនៅប្រទេសអ៊ីរ៉ង់នេះបាទអញ្ចឹងដូច្នេះជាសរុបមកវិញគឺអត់ទាន់មានកិច្ចព្រមព្រៀងអីនៅឡើយទេដែលប្រកាសកាលពីប្រហែលថ្ងៃមុនថាក្នុងពេលខ្លីៗនេះហើយគឺអ៊ីរ៉ង់គាត់នឹងឆ្លើយតបពីព្រោះឯសំណើនោះទៅដល់ដៃអ៊ីរ៉ង់ហើយអ៊ីរ៉ង់អាចនឹងមានក្រុមស៊ីវិលចង់សម្របសម្រួលខាងក្រមយោធានៅមិនទាន់ចង់សម្របសម្រួលហើយសហរដ្ឋអាមេរិកនៅមិនទាន់ព្រមព្រៀងទៅលើលក្ខខណ្ឌដែលការឲ្យបង្កកលែងបង្កកទ្រព្យសម្បត្តិរបស់អ៊ីរ៉ង់ដែលសរុបទៅមានទឹកប្រាក់ប្រមាណជាបាទតួលេខផ្លូវក្រៅផ្លូវការដែលផ្សាយមិនទាន់ផ្លូវការហ្នឹងគឺមានតែតាមបណ្ដាញសារព័ត៌មានឲ្យដឹងថាប្រហែលជា$12,000 លានកាលមុនថា6ទេឥឡូវនេះចុងក្រោយនេះឮសូរថាមានដល់$12,000 លានដែលទៅបានបង្កកនៅបណ្ដាប្រទេសនានាហើយខាងអ៊ីរ៉ង់គាត់សុំឲ្យបាទបញ្ចេញមកឲ្យគាត់វិញដើម្បីជាថ្នូរក្នុងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពនេះបាទព័ត៌មានទី3នេះគឺជាលទ្ធផលខ្លះៗដែលយើងបានដឹងពីសន្ទរកថារបស់លោករដ្ឋមន្ត្រីក្រសួងការបរទេសរបស់កម្ពុជានៅឯបូរីញូវយ៉កសហរដ្ឋអាមេរិកនៅក្នុងវេទិការបស់អង្គការសហប្រជាជាតិគឺកិច្ចប្រជុំបើកចំហរបស់ក្រុមប្រឹក្សាសន្តិសុខរបស់អង្គការសហប្រជាជាតិបាទរូបភាពនេះខ្ញុំហើយនឹងខ្លឹមសារគឺខ្ញុំបានដកស្រង់ពីគេហទំព័ររបស់ក្រសួងការបរទេសរបស់កម្ពុជាបាទដែលបានបញ្ជាក់ឲ្យដឹងគឺខ្ញុំសូមដកស្រង់ខ្លះនៅអ្វីដែលបានសរសេរនៅក្នុង page ទំព័រ Facebook របស់លោកប្រាក់សុខុនដែលជារដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជាលោកប្រាក់សុខុនបាននិយាយថានៅរុស្ស៊ីថ្ងៃទី26ខែឧសភាបាទបានន័យថាមុននេះតែប្រហែលម៉ោងទេគេ6ម៉ោងមុននេះលោកប្រាក់សុខុនលោកបានថ្លែងសន្ទកថាជាតិមកនៅក្នុងកិច្ចប្រជុំបើកចំហកម្រិតខ្ពស់របស់ក្រុមប្រឹក្សាសន្តិសុខរបស់អង្គការសហប្រជាជាតិនេះគាត់ថ្លែងណាគឺលោកប្រាក់សុខុនបានសង្កត់ធ្ងន់ថានៅក្នុងយុគសម័យដែលពិភពលោកកំពុងកើនឡើងនៅបញ្ហាប្រឈមចំនួនប្រដាប់អាវុធនិងភាពតានតឹងភូមិសាស្ត្រនយោបាយការគោរពបូរណភាពទឹកដីនិងការដោះស្រាយបញ្ហាដោយសន្តិវិធីត្រូវតែបន្តដើរតួជាមូលដ្ឋានគ្រឹះដ៏រឹងមាំនៃសន្តិភាពអន្តរជាតិនេះគឺការលើកឡើងហើយនៅក្នុងសារនោះបានបន្ថែមថាអំឡុងពេលថ្លែងសន្ទរកថាបាទលោកប្រាក់សុខុនក៏បានបញ្ជាក់ជាថ្មីនៅការបញ្ញាចិត្តឥតងាករេរបស់កម្ពុជាចំពោះធម្មនុញ្ញអង្គការសហប្រជាជាតិនឹងបានថ្លែងដោយដកស្រង់ចេញពីបទពិសោធន៍ប្រវត្តិសាស្ត្រផ្ទាល់របស់កម្ពុជាគឺលោកបានគូបញ្ជាក់ថាចំនួនទៅតែដោះស្រាយដាច់ខាតតាមរយៈការសន្ទនាតាមរយៈការទូតនិងការគោរពច្បាប់អន្តរជាតិបាទហើយជាក្នុងឱកាសនោះគឺលោកប្រាក់សុខុនក៏បានថ្លែងអំណរគុណចំពោះសហគមន៍អន្តរជាតិដែលបានគាំទ្រឲ្យមានបទជបាញ់នឹងការដោះស្រាយដោយសន្តិវិធីនៃចំនួនព្រំដែនកម្ពុជាថៃបាទនេះគឺជាអ្វីដែលខាងភាគីកម្ពុជាបានបង្ហោះនៅមុននេះប្រហែលជា6ម៉ោងណាប៉ុន្តែខាងភាគីថៃនៅអត់ទាន់ឃើញមានឆ្លើយតបថាយ៉ាងម៉េចនៅឡើយទេបាទចាំបើសិនជាមានខ្លឹមសាររបស់លោកប្រាក់សុខុនលំអិតក៏ខ្ញុំនឹងជម្រាបជូនប្រិមិត្តហើយបើសិនជាខាងភាគីថៃឆ្លើយយ៉ាងម៉េចដែល
ពាក់ព័ន្ធជាមួយនឹងប្រទេសកម្ពុជាគឺខ្ញុំនឹងជម្រាបជូនប្រងដែរគឺខាងប្រទេសថៃគឺលោកសៀស័កភួងគឺកៅលោករដ្ឋមន្ត្រីក្រសួងការបរទេសរបស់ថៃបាទព័ត៌មានទី4បាទព័ត៌មានទី4នេះគឺជាសេចក្តីរាយការណ៍របស់កាសែត The New York Times កាសែត The New York Times បានឲ្យដឹងថារដ្ឋបាលលោកប្រធានាធិបតី Donald Trump ឥឡូវនេះគឺចាប់ផ្ដើមបាទឲ្យមានការចុះហត្ថលេខាទៅលើកិច្ចព្រមព្រៀងឬក៏កិច្ចសន្យាដែលមិនធ្វើឲ្យបែកធ្លាយឬធ្វើឲ្យលេចធ្លាយនៅការសម្ងាត់របស់រដ្ឋាភិបាលនោះទេបាទគឺបានន័យថាបុគ្គលិករដ្ឋាភិបាលទាំងអស់ត្រូវតែចុះហត្ថលេខាទៅលើកិច្ចព្រមព្រៀងហ្នឹងឬក៏កិច្ចសន្យាហ្នឹងបាទពីព្រោះអីហើយប៉ុន្តែទុកលទ្ធភាពឲ្យទីភ្នាក់ងារឬក៏ក្រសួងនីមួយៗធ្វើការសម្រេចចិត្តទៅថាអ្នកណាមួយដែលអាចនឹងកម្រិតណាអញ្ចឹងតាមសេចក្តីរាយការណ៍នេះគឺមិនដឹងច្បាស់លាស់ទេក៏ប៉ុន្តែបើតាមបទពិសោធន៍គឺប្រហែលជាមានតែត្រឹមថ្នាក់ណាដែលអាចមានព័ត៌មានដែលកម្រិតគេថាព័ត៌មានរសើបគឺត្រូវចុះហត្ថលេខាបាទឲ្យទីភ្នាក់ងារនីមួយៗបាទសម្រាប់ដោយខ្លួនឯងហើយថានេះឈរទៅលើគោលការណ៍ស្ម័គ្រចិត្តបាទគោលការណ៍ស្ម័គ្រចិត្តទេក៏ប៉ុន្តែអត់មានអ្វីចម្លែកទេពីព្រោះនៅតាមក្រុមហ៊ុនមួយចំនួនក៏គេឲ្យចុះហត្ថលេខាលើការរក្សាការសម្ងាត់របស់ក្រុមហ៊ុនគេផងដែរពេលដែលចូលធ្វើការក្រុមហ៊ុនអីជាដើមនោះបាទអញ្ចឹងការដែលបែកធ្លាយព័ត៌មានក្នុងពេលកន្លងមកដែលបានជំរុញឲ្យមានការតម្រូវបែបនេះគឺនៅពេលដែលមានការធ្វើប្រតិបត្តិការដើម្បីចាប់លោក Nicolas Maduro ពេលហ្នឹងគឺមានព័ត៌មានបានចេញមកមុនអំពីប្រតិបត្តិការនោះបាទហើយកាសែត Washington Post កាសែត New York Times បានរាយការណ៍ក៏ប៉ុន្តែសារព័ត៌មានទាំងពីរនេះបានអះអាងថាបាទព័ត៌មានហ្នឹងគឺมันមានអ្វីដែលលក្ខណៈរសើបធ្វើឲ្យខូចឬក៏គ្រោះថ្នាក់ទៅដល់អ្នកធ្វើប្រតិបត្តិការនោះទេបាទអញ្ចឹងនេះគឺជាអ្វីមួយដែលប្រិមិត្តនៅខាងក្រៅប្រទេសអាចរៀនសូត្រពីសហរដ្ឋអាមេរិកថានៅសហរដ្ឋអាមេរិកគឺមានបែបនេះដែរណាបាទខ្ញុំអាចចែករំលែកបទពិសោធន៍ផ្ទាល់ខ្លួនក្នុងនាមជាអ្នករដ្ឋការរបស់សហរដ្ឋអាមេរិកដែរគឺបាទបើសិនជាថ្នាក់ supervisor manager ឡើងទៅគេឲ្យសញ្ញេចុះហត្ថលេខាទៅលើប្រចាំឆ្នាំតាក់ទងជាមួយនឹងការប្រកាសទ្រព្យសម្បត្តិព្រឹបដូចជាប្រកាសទ្រព្យសម្បត្តិចឹងបាទដូចខ្ញុំដែរស្អាត្រូវហើយបាទតែបើសិនជាអ្នកនៅបុគ្គលិកធម្មតាទេអត់ទេអត់មានអីទេបាទនៅដល់យើងឡើងទៅ supervisor manager អីបាទគេឲ្យចុះហត្ថលេខាទៅលើការប្រកាសទ្រព្យសម្បត្តិមានដើម្បីឲ្យគេបានដឹងណាជាយើងប្រព្រឹត្តអ្វីផ្លេសផ្ដាស់បាទអញ្ចឹងនេះជាព័ត៌មានសម្រាប់អ្នកនៅសហរដ្ឋអាមេរិកបាទក៏ប៉ុន្តែជាមេរៀនមួយសម្រាប់អ្នកនៅខាងក្រៅសហរដ្ឋអាមេរិកផងដែរបាទព័ត៌មានចុងក្រោយនេះគឺមិនមែនកើតឡើងនៅរដ្ឋកាលីហ្វ័រញ៉ាដោយការព្រួយបារម្ភក្នុងពេលកន្លងមកទេកាលីហ្វ័រញ៉ាបែរជាធូរស្រាលហើយឥឡូវទៅជាមានរឿងផ្ទុះនៅរោងចក្រគីមីនៅខាង Longview បាទរោងចក្រกระดาษបាទនៅ Longview រដ្ឋ Washington State នោះបាទគឺបើតាមសេចក្តីរាយការណ៍បានឲ្យដឹងថាមានមនុស្សជាច្រើនអ្នកបានស្លាប់ហើយនឹងជាច្រើនអ្នកបានរងរបួសនៅពេលដែលមានការផ្ទុះនៅរោងចក្រផលិតกระดาษហ្នឹងបាទសារធាតុគីមីគឺផ្ទុះតាំងពីពេលព្រឹកព្រលឹមថ្ងៃអង្គារនេះតែម្ដងបាទគឺអ្នកក្នុងហ្នឹងគឺមានអ្នកជួយសង្គ្រោះហ្នឹងក៏ទៅសង្គ្រោះហ្នឹងនៅខាងអ្នកលត់អគ្គិភ័យហ្នឹងទៅជួយសង្គ្រោះហ្នឹងក៏បានរងរបួសផងដែរបាទហើយគេអ្នកខ្លះហ្នឹងឆេះរលាកដោយសារគីមីហ្នឹងយកទៅពេទ្យយកទៅអីចឹងទៅបាទក៏ប៉ុន្តែគេមិនអាជ្ញាធរមិនទាន់ឲ្យដឹងថាតើមានអ្នករបួសប៉ុន្មានអ្នកនិងអ្នកស្លាប់ប៉ុន្មានអ្នកនោះទេគ្រាន់តែថាស្លាប់ច្រើនណាស្លាប់ច្រើន multiple បាទច្រើនផងដែរបាទអញ្ចឹងនៅខាងរដ្ឋ California វិញបាទនៅ Orange County គឺស្ថានភាពវិលមកធម្មតាវិញហើយអ្នកដែលជំលះចេញពីលំនៅឋានហ្នឹងគឺត្រូវបានអនុញ្ញាតឲ្យវិលត្រឡប់ទៅលំនៅឋានវិញហើយដោយសារតែនៅស៊ីតែននៅខាងលើនោះវាធ្លាយវាចេញខ្យល់ហើយអញ្ចឹងដូច្នេះសម្ពាធដែលឲ្យវាផ្ទុះខ្លាំងទៅជាគ្រោះថ្នាក់ខ្លាំងដោយក្របបែកនោះលែងភ័យខ្លាចហើយបើអញ្ចឹងអាជ្ញាធរអនុញ្ញាតឲ្យពលរដ្ឋមួយចំនួនវិលត្រឡប់មកផ្ទះវិញហើយអ្នកខ្លះហ្នឹងគឺត្រៀមខ្លួនដើម្បីប្តឹងទាមទារលុយវិញពីព្រោះចំណាយថវិកាទៅសម្រាប់នៅសណ្ឋាគារអ្នកខ្លះទៀតទៅសម្រាប់នៅផ្ទះមិត្តភ័ក្ដិជុំគ្នាហ្នឹងទៅបាទអញ្
ចឹងនេះគឺជាព័ត៌មានសំខាន់ខ្ញុំជម្រាបជូនប្រិយមិត្តទាំងអស់គ្នាបើមានព័ត៌មានតកតូននឹងការធ្វើផែនទីសម្រាប់មណ្ឌលសភាបោះឆ្នោតនៅសហរដ្ឋអាមេរិកនឹងមានការវិវត្តច្រើនដែរណានៅខាងរដ្ឋអាឡាបាម៉ានោះគឺខាងតុលាការបានបដិសេធចោលមិនឲ្យប្រើផែនទីថ្មីដែលគូដោយគណៈបកសាធារណរដ្ឋនោះទេបាននៅ South Carolina នោះគឺខាងប្រសិទ្ធភាពនោះបានបោះឆ្នោតច្រើនចោលមិនឲ្យយកផែនទីនោះមកប្រើថ្មីនោះទេបាទហើយប៉ុន្តែនៅខាង Florida នោះតុលាការអនុញ្ញាតឲ្យបាទគូផែនទីថ្មីដែលយកអាសនៈរបស់ខាងប្រជាធិបតេយ្យនឹងប្រើប្រាស់ហើយបាទឥឡូវនេះគឺស្ថានភាពតទៅនឹងការបោះឆ្នោតពាក់កណ្ដាលណានេះគឺជាការមួយដែលមានលក្ខណៈរញ៉េរញ៉ៃមែនទែននៅនយោបាយសហរដ្ឋអាមេរិកនៅពេលត្រឹមម៉ោងនេះណាដោយសារតែបាទមើលទៅសំទុះនៃការបោះឆ្នោតដើម្បីឲ្យក្រុមគណៈបកប្រជាធិបតេយ្យមកកាន់នៅសភាហ្នឹងគឺមានឡើងច្រើនឡើងដូច្នេះខាងគណៈបករបស់លោកត្រាំគឺធ្វើយ៉ាងណាគូផែនទីថ្មីបាទគូផែនទីថ្មីយកមណ្ឌលហ្នឹងតែម្ដងបាទគេដឹងថាកន្លែងណាមានក្រុមសាធារណរដ្ឋច្រើនគេបញ្ចូលមកក្នុងនេះទៅហើយខាងគណៈបកប្រជាធិបតេយ្យនឹងឲ្យទៅបំបែកជាសម្លេងច្រើនទៅអត់បានគ្រប់សម្លេងបាទដែលអាចនឹងក្នុងហ្នឹងគឺយកអាសនៈ5 6មករត់5 6បាទអញ្ចឹងនេះបាទនេះគឺជានយោបាយនៅសហរដ្ឋអាមេរិកណាបាទអញ្ចឹងដោយខ្ញុំនិយាយដោយការពិតមិនចង់បញ្ចេញមតិប៉ុន្តែឲ្យបញ្ចេញមតិគឺបាទគូផែនទីយកអាសនៈឆៅតែម្ដងមុនបោះឆ្នោតមកបាទមុនបោះឆ្នោតបាទអញ្ចឹងនេះគឺជារឿងមួយដែលបាទរញ៉េរញ៉ៃពីព្រោះនៅរដ្ឋខ្លះហ្នឹងអត់បានទេដូចជានៅ Virginia ហ្នឹងគឺប្រជាពលរដ្ឋអ្នកបោះឆ្នោតថាអូខេទៅប្រើផែនទីថ្មីឡើងដល់តុលាការច្រានចោលវិញបាទឥឡូវហ្នឹងគឺនៅ Alabama ហ្នឹងខាងមីទីវីទៅលោកប្តឹងទៅតុលាការធរហើយទៅតុលាការកំពូលតទៅទៀតហើយធរគាត់បដិសេធរឡើងមកកំពូលទៀតខាងលោកកំពូលអនុញ្ញាតឲ្យប្រើបាទឥឡូវហ្នឹងវាមេសស៊ីមែនតើវារញ៉េរញ៉ៃដែលខុសពីស្ថានភាពធម្មតាក្នុងពេលកន្លងមកគេធ្វើមណ្ឌលកែប្រែមណ្ឌលបោះឆ្នោតថ្មីដែរប៉ុន្តែគេធ្វើនៅ10ឆ្នាំម្ដងទៅតាមកត្តាភូមិសាស្ត្រប្រជាពលរដ្ឋពីព្រោះប្រជាពលរដ្ឋគាត់ចល័តចុះចល័តឡើងអញ្ចឹងរដ្ឋណាមានប្រជាពលរដ្ឋច្រើនមណ្ឌលណាច្រើនគេគូតាមហ្នឹងគេបែងចែកតាមហ្នឹងបន្ទាប់ពីធ្វើជំរឿនឥឡូវអត់ទេឥឡូវនេះធ្វើតាមតម្រូវការរបស់លោកប្រធានាធិបតីដើម្បីឲ្យនៅឈ្នះឆ្នោតដដែលបាទនេះគឺជាព័ត៌មានសង្ខេបពីសហរដ្ឋអាមេរិកដែលខ្ញុំចងក្រងសម្រាប់ប្រិយមិត្តទាំងអស់គ្នាសម្រាប់អ្នកដែលចូលមកស្ដាប់ព័ត៌មានគឺចាប់តែប៉ុណ្ណេះបាទឥឡូវបើមានសំណួរទេបាទមានសំណួរទេបាទយើងអាចសម្ដែងសំណាលបន្តិចមកមើលយកពីក្រោមគេមី Home Service សូមបងចែករំលែកមេរៀនជីវិតខ្លះផងបងចំសំណួរចង់និយាយរឿងចំណុចណាចង់ដឹងចំណុចណាមួយបាទមើលអាចសេទីមើលមី Home Service បាត់ពិសោធន៍ជីវិតច្រើនណាអាយុ50ជាងដូចជាមានច្រើនចង់ដឹងចំណុចណាសួរបន្តិចមកខ្ញុំអាចនឹងនិយាយខ្ញុំមិនលាក់លៀមអីទេបាទចង់ដឹងอะไรណាណាល់ម៉ែនសួរថាម៉េចបងតើក្នុងនាមចិនជាប្រធានបដូវវេនUNSC តើបញ្ហាព្រំដែនខ្មែរសៀមអាចនឹងវិវត្តទៅជាយ៉ាងណាដែរចំពោះយោបល់បងព្រោះចិនមាននយោបាយមិនចាប់បង្ខំប្រទេសផ្សេងទៀតទេបាទមិនទេមិនមានអីប៉ះពាល់ទេពីព្រោះអីនៅចាំបានទេយើងកម្ពុជាមិនបានលើកបញ្ហាហ្នឹងទៅកិច្ចប្រជុំរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនោះហើយក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិគេប្រជុំបន្ទវាលក្ខណៈប្រជុំបន្ទវាហ្នឹងគឺដើម្បីឲ្យភាគីដែលពាក់ព័ន្ធហ្នឹងគឺនិយាយដោយចំហទាំងអស់កុំលាក់លៀមពីព្រោះអាហ្នឹងគឺអត់ឲ្យសាធារណជនដឹងទេដល់ពេលនិយាយលើកអស់ហើយគេក៏រុញបាល់ហ្នឹងមកអាស៊ានចាំទេបាក់រុញបាល់ហ្នឹងមកអាស៊ានពេលហ្នឹងសហរដ្ឋអាមេរិកក៏ចូលរួមក្នុងនាមជាប្រទេសជាមិត្តអីទេអញ្ចឹងណាមិនមែនក្នុងក្របខ័ណ្ឌក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិទេដូច្នេះការយល់ឃើញរបស់ខ្ញុំគឺទោះបីចិនធ្វើប្រធានក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិក៏ប៉ុន្តែវាមិនមែនជាកិច្ចការមួយដែលក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិយកមកដោះស្រាយទេពីព្រោះបញ្ហាហ្នឹងបានរុញបាល់មកខាង
អាស៊ានទៅហើយក៏ប៉ុន្តែអ្វីដែលមែនសួរហ្នឹងខ្ញុំអាចយល់បានថានេះឥឡូវចិនគាត់ធ្វើប្រធានអាស៊ានចឹងហើយខ្មែរដូចជាស្និទ្ធជាមួយអាស៊ានសំទោសប្រធានកម្មប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិចឹងហើយខ្មែរដូចជាស្និទ្ធជាមួយចិនប្រហែលជាអាចខ្មែរនិយាយជាមួយចិនឲ្យយកបញ្ហាហ្នឹងទៅបានទេបាទអាចអញ្ចឹងណាប៉ុន្តែខ្ញុំថាមិនមានអ្វីដែលផ្លាស់ប្ដូររហូតដល់យកបញ្ហាហ្នឹងទៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិទេពីព្រោះអីកិច្ចព្រមព្រៀងជប់បាញ់ក៏មានដែរណាមានក្រុម AOT ក៏កំពុងធ្វើការងារនឹងដែរហើយស្ថានភាពតានតឹងក្តៅចំនួនថ្មីក៏អត់មានទេបាទដូច្នេះអញ្ចឹងមិនមានអ្វីប្លែកទេណាណាមែនបាទបើតាមការយល់ឃើញរបស់ខ្ញុំណាបាទមានអ្នកណាទៀតអូខេសភាលោកនៅក្នុងរង្វង់សហភាពអឺរ៉ុបនិងសមាជិក NATO តើឥទ្ធិពលរបស់បារាំងនិងអាល្លឺម៉ង់មួយណាមានទម្ងន់ជាងវាសំណួរនេះល្អមែនតើបាទសំណួរនេះល្អមែនតើបារាំងគឺជាសមាជិកអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបាទបើតាមនយោបាយនេះគឺបារាំងគាត់ខ្លាំងណាគាត់ជាមហាអំណាចមួយយ៉ាងដែរណាហើយដោយសារតែអាល្លឺម៉ង់បាទសង្គ្រាមលោកលើកទី2នោះគាត់បែកជាខាងលិចខាងកើតអញ្ចឹងទៅប៉ុន្តែនៅក្រោយពីអាល្លឺម៉ង់បង្រួមគ្នាវិញបានបាទជារឿងមួយដែលអាល្លឺម៉ង់ខ្លាំងណាស់ណាបាទអញ្ចឹងសំណួរដែលសួរមកហ្នឹងគឺមិនមែនជាសំណួរមេរៀនប្រវត្តិសាស្ត្រឲ្យខ្ញុំសូត្រប្រវត្តិសាស្ត្រទេគឺសំណួរពីបច្ចុប្បន្នគេថាអីបច្ចុប្បន្ននេះតើវាយ៉ាងម៉េចបើតាមខ្ញុំយល់គឺអាល្លឺម៉ង់បាទអាល្លឺម៉ង់គាត់ពង្រឹងកម្លាំងខ្លាំងឡើងបារាំងគាត់នៅក្នុងកម្រិតមួយដែលទៅមុខទៅក្រោយបន្តិចទៅមុខទៅក្រោយជ្រុំជើងហើយនឹងថយក្រោយជ្រុំជើងហើយនឹងថយក្រោយប៉ុន្តែអាល្លឺម៉ង់គាត់បាទអញ្ចឹងហើយបានខ្ញុំធ្លាប់បាននិយាយក្នុងពេលសង្គ្រាមរុស្ស៊ីនៅអ៊ុយក្រែនខ្ញុំប្រាប់មិត្តភក្តិមួយចំនួនថាសូមមើលអាល្លឺម៉ង់ទូនីតិរបស់អាល្លឺម៉ង់ថាតើក្នុងពេលសង្គ្រាមនេះតើអាល្លឺម៉ង់ងាកទៅណាបាទអាចនឹងចូលរួមចំណែកបានខ្លាំងបាទគឺអាល្លឺម៉ង់បានចូលរួមចំណែកបានច្រើនដែរណាបាទអញ្ចឹងបើនិយាយអ្នកណាខ្លាំងជាងអ្នកណាបាទគឺខ្ញុំថាខ្ញុំមើលទៅសន្ទុះនៃការដើរធ្វើកិច្ចការក្រៅហ្នឹងគឺអាល្លឺម៉ង់គាត់ចាប់ផ្ដើមពង្រឹងនៅក្នុងតំបន់ហ្នឹងឥទ្ធិពលរបស់គាត់ខ្លាំងដែរណាបាទអញ្ចឹងបើសិនជាអត់អាល្លឺម៉ង់មិនអាចនឹងរង្គើណាបាទនឹងរង្គើបាទមកលុចខ្ញុំជឿថាមន្ត្រីរដ្ឋាភិបាលក៏ចូលរួមស្ដាប់ការផ្សាយនេះដែរហើយក៏អាចយកអនុសាសន៍ខ្លះមកពិចារណាដែរបាទមានបាទមានបាទហ្នឹងរឿងហ្នឹងខ្ញុំអាចបញ្ជាក់បានគឺមានមន្ត្រីរដ្ឋាភិបាលខ្លះគាត់ស្ដាប់ហើយគាត់អរគុណខ្ញុំដែលបានចែករំលែកព័ត៌មានពិតហើយនឹងយោបល់ខ្លះមួយចំនួនអញ្ចឹងហើយបានដូចខ្ញុំធ្លាប់បាននិយាយប្រាប់ក្នុងពេលកន្លងមកអញ្ចឹងខ្ញុំថាអ្នកដែលអរគុណខ្ញុំច្រើនជាងគេគឺខាងរដ្ឋាភិបាលបាទពីព្រោះគាត់ដឹងថាទី1ខ្ញុំមិនមែនជាគ្នាខាងគាត់ទេបើគាត់ដឹងច្បាស់បាទព្រោះថ្នាក់ធំគេខាងគណៈបកប្រជាជនខាងរដ្ឋាភិបាលគេអ្នកណាទៅគ្នាគេប៉ះសេគ្នាគេដឹងអស់ហើយបាទដូច្នេះគេដឹងច្បាស់ថាខ្ញុំមិនមែនទេបាទហើយទី2គឺចំហនៃការចែករំលែករបស់ខ្ញុំវាមានលក្ខណៈកណ្ដាលហើយវាមានលក្ខណៈចែករំលែកជាចំណេះដឹងជាយោបល់អីមួយចំនួនដែលដកពីប្រភពនានាដែលអាចឲ្យគេទៅពិចារណាបាទអញ្ចឹងជាការពិតដែលខ្ញុំនិយាយថាអ្នកដែលមិនអ្នកដែលខ្ញុំធ្លាប់គ្រប់គ្រងធ្លាប់ជួយក្នុងពេលកន្លងមកបែរជាអ្នកមកស្អប់មកខាងខ្ញុំវិញទេមួយចំនួនទូចទេប៉ុន្តែអ្នកដែលមិនគ្រប់គ្រងថាបើក៏នៅតែចូលរួមស្ដាប់យល់ការចែករំលែករបស់ខ្ញុំមានប្រយោជន៍ដែរខ្ញុំដឹងបាទពីព្រោះអីអ្នកដែលនៅខាងគណៈបកមិនកាន់អំណាចពីកម្ពុជាហ្នឹងគឺតាក់ទងមកច្រើនថ្លែងអំណរគុណខ្ញុំច្រើនដែរដែលបានឲ្យយោបល់អញ្ចឹងបាទជាការពិតមកខ្ញុំអត់លាក់លៀមទេបាទគឺមានការយើងដល់អញ្ចឹងនិយាយល្អសាយថ្ងៃមួយអញ្ចឹងថ្ងៃមួយមិត្តភក្តិខ្ញុំមកពីខ្មែរខ្ញុំមិនបញ្ចេញឈ្មោះគាត់បាទបើជាគាត់ឮសូរពាក្យគេប្រកាច់ប្រខូចខ្ញុំច្រើនពេកគាត់មកសួរដោយផ្ទាល់មានខាងរដ្ឋាភិបាលណាតាក់ទងផ្សេងអីមិនខ្ញុំសាយខ្ញុំថាអត់មានទេគេដឹងច្បាស់ថាខ្ញុំជាអ្នកណាមិនអាចនិយាយបានគេអត់មានទេគាត់ថាបើគេគាត់ថាអរគុណបាទជួបគេហ្នឹងគឺគេអរគុណថា
ជួបកម្មវិធីអីអ្នកនៅអាមេរិកអីដែលគេនៃការគ្រប់គ្រងរដ្ឋាភិបាលកម្ពុជាអីហ្នឹងអ្នកខ្លះជាសមាជិកគណៈបព្វជិជនកម្ពុជាគេជួបនៅពិធីអាពាហ៍ពិពាហ៍ជួបលៀងអីនៅកន្លែងហ្នឹងគេបនទានអីនៅសហគមន៍គេមកជួបគេអរគុណខ្ញុំតែគេថាអរគុណបងបាទអ្នកខ្លះអរគុណប្អូនទៅដែលបានចែករំលែកបានរៀនច្រើនហើយបាទដែលបាននិយាយចេញមករបៀបលក្ខណៈកណ្ដាលឲ្យគេយកជាគេថាជាចំណេះដឹងបានចឹងដែរមានណាមានបាទជាការពិតណាមកលុចបាទមានអ្នកខ្លះក៏ថាំងស្ដាប់ព្រឹកល្ងាចដែរប៉ុន្តែគាត់អត់ធ្វើ comment អីទេបាទអញ្ចឹងបានជាការនិយាយរបស់ខ្ញុំទៅថ្លឹងថ្លែងឲ្យបានច្បាស់ដោយខ្ញុំឈរលើតាំងពីដើមទីមកខ្ញុំបានប្រកាសគឺឈរលើគោលការណ៍បាទជាមួយនឹងកម្ពុជាបាទការពារកម្ពុជាទល់នឹងថៃបាទទោះបីជាមានរឿងរ៉ាវក្នុងពេលអតីតកាលយ៉ាងម៉េចហើយតែអនាគតយ៉ាងម៉េចអានឹងរឿងមួយផ្សេងទៀតប៉ុន្តែពេលនេះគឺបាទខ្ញុំឈរជាមួយនឹងកម្ពុជាដើម្បីនិយាយអ្វីដែលនឹងឲ្យយោបល់អ្វីបាទដើម្បីទប់ជាមួយនឹងថៃនឹងឲ្យបានផុតគ្រោះលីសិនមកចាំបញ្ហានឹងចាប់ហើយរឿងគេសិទ្ធិមនុស្សប្រជាធិបតេយ្យរឿងការបញ្ចេញមតិរឿងការពារព្រៃឈើបរិស្ថានពុករលួយអ្នកពុករលួយអីបពុនិយមអានឹងរឿងផ្សេងទៀតគេធ្វើតែបាទខ្ញុំសូមថាជួយប៉ុណ្ណឹងប៉ុន្តែដល់ពេលចំណុចហ្នឹងមានចំណុចមួយបាទដែលខ្ញុំចែករំលែកផងដែរណាវាជារឿងចៃដន្យនេះវាជារឿងចៃដន្យបាទដល់មកលេចអរគុណច្រើនដែលបានសួរសំណួរហ្នឹងធ្វើឲ្យខ្ញុំចង់ចែករំលែកយូរហើយខ្ញុំភ្លេចជាភ្លេចបាទអញ្ចឹងឥឡូវហ្នឹងចប់រឿងរបស់មកលេចសួរនិយាយអំពីការចែករំលែកមេរៀនវិញម្ដងធ្វើការនៅកន្លែងណាក៏ដោយមេខ្ញុំមុនឬមេរបស់ UN របស់ខ្ញុំដែលគាត់បរៀនហ្នឹងគាត់ថាគំរូស្ពានចោលពេលដែលយើងដើរហើយគំរូស្ពានចោលគឺយើងត្រូវតែរក្សាបណ្ដាញចាស់ហើយបង្កើតបណ្ដាញថ្មីបាទគឺបានន័យថាអ្នកណាដែលធ្លាប់ធ្វើការជាមួយយើងអីនេះគឺនៅរក្សាជួបគ្នាយូរម្ដងតាក់ទងគ្នាកុំឲ្យផ្ដាច់បណ្ដាញចាស់ហ្នឹងឲ្យសោះជារឿងសំខាន់ណាស់បាទហើយដូចបានជាខ្ញុំយល់ថាមានសារៈសំខាន់ធ្វើកិច្ចការងារក្នុងជីវិតប្រចាំថ្ងៃក៏ដោយការងារក៏ដោយធ្វើនយោបាយក៏ដោយកុំដើរមិនទាន់ផុតស្ពានរុះស្ពានចោលបាទអ្នកខ្លះដើរផុតស្ពានហើយបានរុះស្ពានចោលណាតែកាន់តែគ្រោះថ្នាក់គឺដើរអត់ទាន់ផុតស្ពានរុះស្ពានចោលអូនឹងគ្រោះថ្នាក់ណាស់បាទគឺបានន័យថាយ៉ាងម៉េចបាទបានន័យថាខ្លួនកំពុងតែត្រូវការគេនៅឡើយតែប៉ុន្តែដោយសារតែស្ថានភាពណាមួយហើយយើងវាយប្រហារគេវាយអាហ្នឹងគឺគ្រោះថ្នាក់ណាស់ណាខ្ញុំជាមេរៀនទូទៅតែម្ដងខ្ញុំលើកឧទាហរណ៍ហ្នឹងដោយហេតុអីបានជាខ្ញុំចង់យកមកចែករំលែកហ្នឹងគឺវាជារឿងចៃដន្យទេវាជារឿងចៃដន្យទេដែលប្រហែលថ្ងៃមុនខាងតុលាការគាត់បានសម្រេចតាក់ទងជាមួយនឹងលោកកឹមសុខាពេលហ្នឹងប្រិមិត្តមកសួរខ្ញុំឲ្យយោបល់ថាម៉េចពីរឿងលោកកឹមសុខាបាទពេលហ្នឹងខ្ញុំក៏និយាយអស់មែនវាចំហរបស់ខ្ញុំគឺខ្ញុំចង់ឲ្យមានការរួបរวมគ្នាបាទខ្ញុំយល់ថាពេលវេលាសមស្របក្នុងការដោះលែងលោកកឹមសុខាពេលហ្នឹងប្រិមិត្តនៅចាំណាអ្នកណានេះមិនមែនដល់ចេញហើយបានខ្ញុំទា credit ទេបាទខ្ញុំនិយាយបែបពីព្រោះវាមានសារៈសំខាន់ខ្ញុំថាបើសហរដ្ឋអាមេរិកគេនិយាយចឹងហើយគឺដូច្នេះវាល្អអញ្ចឹងទៅឥឡូវនេះវាចៃដន្យលោកកឹមសុខាទៅបានដោះលែងមែនបាទបើទោះបីជាមានជាប់លក្ខខណ្ឌអ្វីទៀតនឹងរឿងផ្សេងទេប៉ុន្តែយ៉ាងណាយ៉ាងនេះគាត់ជា free man ជាអ្នកដែលមានសេរីភាពលោកអាចធ្វើសកម្មភាពអ្វីនៅរឿងរបស់គាត់អាហ្នឹងគឺវាជាចំណុចវិជ្ជមានមួយដូច្នេះខ្ញុំប្រៀបដូចជាកូនចាប់ទូចមួយដែលទឹកគេនាយទៅហើយខ្ញុំទៅចាប់អាទឹកចំពេលហ្នឹងបាទទឹកគេនាយទៅដូចមានអារម្មណ៍ថាខ្លួនឯងបឺតចំទៅទឹកសមុទ្រស្រកអីចឹងដែរប៉ុន្តែវាជារឿងចៃដន្យនៃការពិតគ្មាននរណាមកស្ដាប់សម្ដីខ្ញុំអីទេគាត់ថាវាជារឿងចៃដន្យខ្ញុំក៏ញញឹមចឹងដែលញញឹមអញ្ចឹងខ្ញុំក៏នឹកឃើញដល់អ្វីដែលខ្ញុំចង់និយាយបង្រៀនប្រិយមិត្តហ្នឹងដែលខ្ញុំដកបទពិសោធន៍ពីមេខ្ញុំមកហើយដែលខ្ញុំបាននិយាយដោយចាប់ផ្ដើមថាឆ្លងស្ពានមិនតាន់ផុតគំរុះស្ពានចោលនឹងគ្រោះថ្នាក់ណាបើអ្នកខ្លះឆ្លងស្ពានផុតរុះស្ពានចោលវាអត់ល្អហើយប៉ុន្តែអត់អីទេគាត់ថ្ងៃក្រោយគេដេញមកដល់ហើយស្ពាននឹងកាក់ទឹកតែប៉ុន្តែមិនតាន់ឆ្លងស្ពានផុតរុះស្ពានចោលអានឹងគ្រោះថ្នាក់ធ្លាក់ទឹកដូចក្រាំងពីព្រោះអីវាសំខាន់ណាស់ខ្ញុំធ្លាប់ជួបរឿងច្រើនដែរអ្នកខ្លះគាត់ចេញពីកន្លែងការងារនឹងហើយណាបាទក៏ប៉ុន្តែអង្គភាពមួយចំនួនគេចង់តាក់ទងរឿងហ្នឹងគេមកសួរយោបល់អ្នកហ្នឹងវិញឧទាហរណ៍ថា
ខ្ញុំធ្លាប់ធ្វើនៅ VOA ចឹងចាឧទាហរណ៍ណាធ្វើនៅ VOA ខ្ញុំជប់ពី VOA បាទថ្ងៃក្រោយទៅគេចង់ដឹងស្ថានភាពនៅ VOA នឹងដំណើរការមិនគេអាចមកសួរខ្ញុំពីការដឹកនាំមិនហ្នឹងបាទគេសួរណាអាចដឹងឃើញទេបើអញ្ចឹងដូច្នេះឬក៏និយាយដោយចំមួយដែលពេលបច្ចុប្បន្ននេះអាចនឹងមានណាមានបាទឥឡូវថាមានចឹងមកកុំលាក់ឧទាហរណ៍ដូចជានៅសមាជិកសភារបស់សហរដ្ឋអាមេរិកបាទគាត់ស្ដាប់ខាងអ្នកដែលនយោបាយប្រឆាំងអីមកនិយាយមួយគាត់ស្ដាប់ណាក៏ប៉ុន្តែបញ្ចប់ពីហ្នឹងគាត់មានប្រភពរបស់គាត់ដើម្បីផ្ទៀងផ្ទាត់មួយដែរណាតែអ្នកណាជាអង្គការសង្គមស៊ីវិលជាសារព័ត៌មានរបស់គាត់ឬក៏ជាអ្នកដែលទូតរបស់គាត់អីហ្នឹងបាទគាត់មានផ្ទៀងផ្ទាត់មួយដែរអញ្ចឹងណាបាទអញ្ចឹងបើសិនជាក្នុងករណីដែលអ្នកនោះគាត់និយាយពាក្យល្អប្រាប់ទៅអាហ្នឹងអត់អីតែបើសិនជាចៃដន្យអ្នកនោះគាត់និយាយពាក្យថាអ្នកនោះគឺចេះខាត់ប្រយោជន៍បាទអញ្ចឹងពេលខ្លះទៅប្រយ័ត្នកន្លែងហ្នឹងណាបាទប្រយ័ត្នកន្លែងហ្នឹងដែលខ្ញុំនឹកឃើញឧទាហរណ៍ដូចជាក្នុងករណីដែលលោកកម្មសខាអញ្ចឹងខ្ញុំនិយាយទៅខ្ញុំមិនទាមទារ credit ប៉ុន្តែអាចគាត់ថាជាយោបល់ដែលខ្ញុំនិយាយចេញមកហ្នឹងអាចជាការបន្ថែមមួយកំណត់មួយគេថាអូឥឡូវនេះមនុស្សដែលដូចលោកកំសេអញ្ចឹងមនុស្សដែលអត់មានចូលខាងណាគាត់ឲ្យយោបល់ថាគាត់និយាយជាយោបល់ទូទៅថាបើធ្វើអញ្ចឹងវាចំណេញចេះអញ្ចឹងអាចជួនកាលគេចង់សម្រេចធ្វើអញ្ចឹងដល់បន្ថែមនឹងទៀតទៅគេថាអីធ្វើអញ្ចឹងត្រូវបាទអញ្ចឹងត្រូវតែធ្វើអញ្ចឹងទៅបាទវាទៅជារឿងអញ្ចឹងបាទអញ្ចឹងបើសិនជាខ្ញុំអ្នកដែលដូចឯករាជ្យឬក៏នេះទៅយើងនិយាយថាអូទៅដោះលែងកម្មសខាអត់ប្រយោជន៍អីមិនអាហ្នឹងវាទៅនឹងគេចាប់ផ្ដើមពិចារណាគេនៅតែដល់លែងប៉ុន្តែក៏គេនៅបន្ទិលថាចេះចូលអញ្ចឹងដែរអញ្ចឹងដូច្នេះរឿងសំខាន់ណាបង្កមិត្តជាងបង្កសត្រូវអាហ្នឹងជារឿងមួយសំខាន់ជាមេរៀនជីវិតដែលបងអូនណាសួរនោះហើយខ្ញុំអាចចែករំលែកអញ្ចឹងបានណាបាទហ្នឹងគឺខ្ញុំចង់និយាយយូរហើយបើខ្ញុំចង់និយាយយូរប៉ុន្តែខ្ញុំជាភ្លេចបាទឥឡូវខ្ញុំអាចចែករំលែកអញ្ចឹងបានគឺធ្វើយ៉ាងណាកុំចូលលើគោលការណ៍បង្កសត្រូវឲ្យសោះបង្កើតមិត្តល្អជាងបាទអញ្ចឹងពីព្រោះយើងអត់ដឹងថាអ្នកនឹងអាចនឹងជួយយើងបានបណ្ណា recommend អីបានច្រើនហើយបាទនៅក្នុងកិច្ចការងារក្នុងជីវិតក្តីក្នុងការងារនយោបាយក្តីនោះវាមានរឿងច្រើនបាទអូខេអ្នកណាទៀតជាលើកលៀងតាមបងជាកូនចាប់ដល់សំណាងកូនចាប់កូនព្រាបលោកលឹមលីកន្លងមកយោបល់បងតាក់ទងនឹងចំនួនខ្មែរសៀមឃើញយោបល់បងតែឃើញរដ្ឋបាលយកអនុវត្តចៃដន្យណាបងបាទវាជារឿងចៃដន្យទេលោកលឹមលីអីបាទលោកលឹមលីការពិតពួកគាត់ចេះបាទពួកគាត់ចេះធ្វើការងារអត់និយាយរួមខ្ញុំយល់ស្របបាទពួកគាត់ចេះធ្វើការងារខ្ញុំយល់ថាពួកគាត់ចេះធ្វើការងារដោយសារខ្ញុំជួបជាមួយណាមន្ត្រីមួយចំនួនគេនិយាយមកខ្ញុំទៅគេជាខាងងាររបស់គេល្អរបស់គេមែនណាបាទមានណាបាទគឺច្រើនណាស់ណាប៉ុន្តែយើងអត់ក៏ដឹងគេថាគុំសមយោណាកុំពេលខ្លះស្ដាប់យោបល់នេះយោបល់នោះឲ្យបានច្រើនទៅវាល្អដែរជាពិសេសដូចដែលខ្ញុំបាននិយាយដដែលអញ្ចឹងទៅមនុស្សដែលអត់ដែលចង់បានផលប្រយោជន៍អីដូចខ្ញុំដែលមានទៅបាក់ពួយដូចខ្ញុំនៅចាំបានទេពេលដែលខ្ញុំចាប់ផ្ដើមចែករំលែកដំបូងកំណត់ដំបូងពេលដែលថៃរៀបកម្លាំងវាហ្នឹងមានអ្នកមកសួរខ្ញុំបាទរដ្ឋាភិបាលឲ្យការងារបងទៅទេលោកកំសែងទៅទេខ្ញុំឆ្លើយថាមិនណានៅចាំបានទេខ្ញុំថាកិច្ចការតិចតួចមួយចំនួនយើងទៅតែមានគំនិតថាយើងជួយដោយកុំចង់បានផលប្រយោជន៍បើយើងថាបើឲ្យខ្ញុំធ្វើអានោះធ្វើទៅឲ្យនេះមកខ្ញុំសិនមកអានឹងវា transactional ជាការដោះដូរគ្នាអានឹងវាមិនជាមានតម្លៃទៅយោបល់របស់យើងគំនិតរបស់យើងបាទយើងទម្លាក់តម្លៃរបស់ខ្លួនយើងទៅវិញទេបាទអញ្ចឹងបាទនៅពេលដែលយើងជួបស្ថានភាពពេលមួយយើងនិយាយយើងចូលរួមមតិដោយលើកទឹកចិត្តបាទលើកទឹកចិត្តយើងក៏មើលឃើញចំណុចអវិជ្ជមានប៉ុន្តែពេលខ្លះមិនមែនជាពេលដែលទៅនិយាយបំផាក់ទឹកចិត្តទេបាទទៅជាពេលដែលត្រូវលើកទឹកចិត្តបាទយើងចូលរួមចំណែកចឹងទៅគេមើលឃើញបាទហើយខ្ញុំនិយាយទៀតគឺជៀសវាងការដែលក្នុងករណីដែលដូចកម្ពុជាជាមួយថៃយើងកំពុងជួបបញ្ហាយើងឲ្យយោបល់ឬក៏យើងនិយាយតើយើងចង់បាននេះចង់បាននោះកុំមានកម្រិតអញ្ចឹងវាអត់ល្អទេបាទអរគុណច្រើនបាទបាទអូខេម៉ាមី Grace មិញហ្នឹង
ok ở miền này tiến lên á bà nó đôi khi man vậyแต่ได้ខ្ញុំខាន់និយាយពីនឹងយូរការបញ្ចេញមតិរបស់ខ្ញុំអីបើពេញចិត្តតោះចិត្តអីសូមអធិស្ឋានខាន់តែទៅណាបាទកុំប្រកែកប្រកាន់នេះខ្ញុំចូលរួមមតិដោយស្មោះអស់ពីចិត្តហើយបាទហើយក៏មិនមែនមានន័យថាខ្ញុំចេះដឹងច្រើនជាងគេនេះដែរបាទអូគេអស់ហើយអស់ហើយគេលោកសិដ្ឋាលោកសិដ្ឋាកាន់ជួបខានជួបលោកសិដ្ឋាយូរនេះ June is coming in the next few days and then be ជោគតាំងបាទខែ6ជួបគ្នាបាទហ៊ុយច័ន្ទរិទ្ធបាទរក្សាក៏ថាម៉េចលោកពូបន្ទាប់ពីលោកថានិយាយរដ្ឋាភិបាលគូផ្សព្វផ្សាយគ្នាជាមួយលោកកឹមសុខាទៅស្រាប់តែគេលើកលែងទូលោកកឹមសុខាតើលោកពូដឹងមុនឬលោកបានជួយនៅក្នុងសំណុំរឿងនេះសម្រាប់មួយអរគុណលោកពូទុកជាមុនអត់ទេអត់ដឹងទេបាទជាយោបល់ទូទៅបាទអត់លាក់លៀមទេបាទជាយោបល់ទូទៅទេបាទយោបល់ទូទៅហើយវាស័ក្តិសមមែនពីស្ថានភាពហើយក៏ប្រហែលជាចុងក្រោយនោះបើសារតែម្ដាយលោកកឹមសុខាគាត់មានបញ្ហាអញ្ចឹងបាទអញ្ចឹងក៏មានរឿងនឹងកើតឡើងអញ្ចឹងទៅបាទព្រោះខ្ញុំមកគេមានពាក្យមួយដែលខ្ញុំចង់និយាយប៉ុន្តែខ្ញុំមិនសូមមិននិយាយពាក្យមួយហ្នឹងគឺបើសិនជាខ្ញុំនិយាយប្រហែលជាមានអ្នកយល់ស្របនឹងច្រើនប៉ុន្តែក៏មានចំនួនតូចដែលមិនយល់ស្របទេបាទពីព្រោះយើងមើលឃើញផ្ទាល់នឹងផ្នែកហ្នឹងបាទប៉ុន្តែខ្ញុំមិនសូមមិននិយាយពាក្យហ្នឹងមួយហ្នឹងបាទពាក្យហ្នឹងការពិតវាមានអត្ថន័យល្អណាស់សម្រាប់ប្រិយមិត្តទាំងអស់គ្នាគួរយល់ដឹងអំពីគេថាចរិតនិងរបៀបធ្វើការរបស់ថ្នាក់ដឹកនាំមួយបាទខ្ញុំដឹងខ្ញុំតាមសង្កេតថ្នាក់ដឹកនាំមួយធំជាពិសេសដូចលោកហ៊ុនសែននេះខ្ញុំតាមដានចរិតរបស់គាត់របៀបធ្វើការរបស់គាត់បើលោកសំរងស៊ីខ្ញុំតាមដានចរិតរបស់គាត់របៀបធ្វើការរបស់គាត់លោកខឹមសុខាឯហ្នឹងបងម្ចាស់ក្រុមព្រះនេះខ្ញុំតាមដានខ្ញុំវិតម្លៃតាមមើលចរិតរបៀបធ្វើការ style នៃការនិយាយយើងដឹងអញ្ចឹងបាទដូច្នេះយើងដឹងថារឿងនេះវាទៅច្រកណាបើយើងមើលតាមហ្នឹងក៏ផងដែរក៏មានដែរបាទខ្ញុំមានមតិដែលខ្ញុំចង់និយាយនេះគឺតាក់ទងជាមួយនឹងវិធីសាស្ត្រនិងចរិតរបស់អ្នកដឹកនាំមួយចំនួនដែលបើសិនជាយើងដឹងឱកាសធ្វើយ៉ាងម៉េចនឹងប៉ុន្តែសូមមិននិយាយពេលនេះពីព្រោះច្បាស់ជាមានអ្នកមិនពេញចិត្តខ្លះគាត់មិនទទួលយកបានប៉ុន្តែអ្នកដែលទទួលយកបាននឹងច្រើនក៏គាត់ដឹងខ្លួនឯងគាត់តែខ្ញុំនិយាយទៅដូចបន្ថែមតែប៉ុណ្្នឹងទេបាទបើសូមមិននិយាយចាស់បាទមានសំណួរច្រើនដែរណាបាទឥឡូវចាស់សំណួរអូខេបើទុកថ្ងៃក្រោយខ្លះតែឥឡូវជិត1ម៉ោងដែរហើយបាទអូខេឥឡូវចង់ក្រោយសូមបរមីសីហៈសំណួរបរមីសីហៈគាត់ថាខ្ញុំពិតជាមានសេចក្តីកោតសរសើរបងណាស់ដែលតែងតែបានចែករំលែកចំណេះដឹងដល់បងរបស់បងជួយដល់ជាតិយើងហើយក៏សោកស្ដាយបញ្ញវន្តខ្លះដែលមិនបានជួយដូចបងបាទកុំសោកស្ដាយបាទខ្ញុំនិយាយនោះខ្ញុំក៏សោកស្ដាយដែរប៉ុន្តែមិនគួរសោកស្ដាយអីប្រមាណដែរព្រោះជាលើកទឹកចិត្តរបស់គាត់ទៅបាទព្រោះជួនកាលដូចខ្ញុំនិយាយពាក្យមួយម៉ាត់នឹងមួយទៀតចោលដើម្បីឲ្យគាត់គេលោកគាត់ស្ដាប់ឬគាត់ជឿចិត្តអីគាត់ដូរឬក៏គាត់មានសេចក្តីក្លាហានឯគាត់ដូរពេលខ្លះគាត់និយាយទៅការនិយាយការចែករំលែកយើងត្រូវមានគោលការណ៍អញ្ចឹងមនុស្សសម័យបណ្ដាញសង្គមមនុស្សម្នាក់ដែលមានគេស្ដាប់ច្រើនហ្នឹងគាត់មានឥទ្ធិពលខ្លាំងដូចជាសារព័ត៌មានមួយអញ្ចឹងបាទដូច្នេះនឹងយើងត្រូវយល់ពីចំណុចហ្នឹងអញ្ចឹងពេលខ្លះគាត់អាងហ្នឹងគាត់និយាយទៅមានគេគ្រប់គ្រងគាត់អីក៏ច្រើនគាត់ជួតាមហ្នឹងផងដែរបាទចេញជំងឺទូឯងហ្នឹងបាទហ្នឹងគឺគាត់និយាយហ្នឹងគឺអត់មានអ្នកណាផ្ទៀងផ្ទាត់អ្វីអាចនឹងប៉ះពាល់អ្នកដទៃទៀតអញ្ចឹងបើសិនជាយើងជាបញ្ញវន្តយើងមានចំណេះដឹងហើយយើងនិយាយទៅត្រូវមានអារម្មណ៍ថាទៅយល់ថាអ្វីដែលយើងនិយាយគឺมันអាចបំពេញទឹកចិត្តមនុស្សគ្រប់គ្នាអត់បានទេបើមិនចឹងមិនមែនមានសាសនាពុទ្ធសាសនាគ្រិស្តសាសនាអ៊ីស្លាមទេបានទេដោយសារតែមនុស្សមានជំនឿខុសគ្នានឹងហើយអញ្ចឹងមិនមែនអ្នកណាល្អជាងអ្នកណាអាក្រក់ជាងបាទចឹងយើងត្រូវយល់អញ្ចឹងបាទសូម្បីតែព្រះក៏មានច្រើនដែរអញ្ចឹងយើងនិយាយទៅថាឲ្យគេគ្រប់គ្រង 100% កុំសំពឹងបែបហ្នឹងបាទទី2ទី3អាមិញទី2ទី3គឺយើងទៅឲ្យបែងចែកជួនកាលអ្នកខ្លះគាត់អាចទទួលបានផលពីការចែករំលែកចំណេះដឹងរបស់យើងហ្នឹងច្រើនជាងអ្នកដែលមិនពេញចិត្តអញ្ចឹងបើយើងយកមនុស្សម្នាក់ពីរនាក់ហ្នឹងដែលគាត់មិនពេញចិត្តគាត់ធ្វើខមមិនគាត់ជេរគាត់ឡើងវីដេអូអីហ្នឹងបាទយើងឲ្យយើងសុញយើងលែងហ៊ានចែករំលែកចំណេះដឹងអានឹងខាត់ប្រយោជន៍ទូទៅធំទៅវិញទេហ្នឹងកុំចឹងឲ្យខ្ញុំយល់ថាគួរមានសេចក្តីក្លាហានបាទបើកាលណាយើងយល់ថាអ្វីដែលយើងនិយាយទៅវាមិនត្រូវទាំងស្រុង
បានយើងនិយាយទៅមានគេរិះគន់អីហ្នឹងបាទហ្នឹងយើងអាចធ្វើឲ្យកែលម្អអញ្ចឹងយើងមានសេចក្តីក្លាហានដូចខ្ញុំបើកឲ្យបាទហើយចុងក្រោយដូចខ្ញុំនិយាយដដែលអញ្ចឹងគួរតែមានមេត្តាខ្លះពេលដែលយើងនិយាយទៅគេរិះគន់គេថាយទៅទម្រង់នៃការបញ្ចេញមតិចុះឲ្យគេនិយាយទៅកុំគេថាយើងថាឲ្យវិញមិនមែនមានន័យគេថាមិនមែនមានន័យហេតុផលគ្រប់គ្រាន់ក្នុងការដែលយកពាក្យគេរិះគន់យើងគេជេរយើងមកជេរគេវិញទេណាពាក្យដែលគេនិយាយក្រោតគ្រាតមកយើង it's not a good justification to fight back គឺមិនមែនន័យថាគេខ្ញុំសំទោសខ្ញុំនិយាយចូលពីអង់គ្លេសបាទគឺបានន័យថាបើគេនិយាយក្រោតគ្រាតមួយយើងមិនមែនមានន័យថាអូដោយសារណៃក្រោតគ្រាតជាមួយខ្ញុំបាទខ្ញុំក្រោតគ្រាតដាក់ណៃវិញបាទមិនមែនទេមិនមែនជាវិធីដែលទៅសោកសឹកតាមវិធីហ្នឹងទេបាទអញ្ចឹងសូមអរគុណណាអូបាទនិយាយថ្ងៃនេះនិយាយច្រើនមែនតើបាទសូមអរគុណហើយសូមជម្រាបលា